Ba nơi trong video nàyខ្ញុំចង់បង្ហាញអំពីរបៀបនៃការបង្កើតគណនីទីផ្សារ Binance បាទឬក៏ Binance Exchange ដើម្បីបងប្អូនប្រើប្រាស់បាទអញ្ចឹងដើម្បីបង្កើតទី1គឺបងប្អូនត្រូវតែមាន Gmail បាទជា Gmail មួយដែលបងប្អូនអាចប្រើប្រាស់បានឬក៏បង្កើតថ្មីក៏ដោយតែបងប្អូនត្រូវតែ verify ឲ្យគ្រប់សពបែបយ៉ាងហើយបងប្អូនបំពេញ security បន្ថែមទៅបាទបន្ទាប់ពីបងប្អូនធ្វើការបង្កើតដាក់បញ្ចូល Gmail ហើយគឺបងប្អូនត្រូវតែមានកូដមួយដែលផ្ញើទៅ Gmail ហ្នឹងគឺដើម្បី complete បាទបន្ទាប់ពី complete ហើយបងប្អូនត្រូវតែបញ្ចូល password អញ្ចឹងចំណាំណា password គឺយ៉ាងហោចចាប់ពី8ខ្ទង់ទៅមានលេខមានអក្សរមានសញ្ញាអញ្ចឹងទៅមានអក្សរធំអីមួយក្នុងទៅចាប់ពី8ខ្ទង់បាទដូចខ្ញុំបង្ហាញនៅក្នុងនេះអញ្ចឹងបាទបន្ទាប់ពីបងប្អូនដាក់ password ហើយយើងចុច next បាទបន្ទាប់ពីចុច next គឺការបង្កើតរបស់យើងគឺមានន័យថាគឺ complete ហើយការបង្កើត account របស់យើងនេះបាទបន្ទាប់ពីយើង complete ការបង្កើតនឹងហើយគឺបងប្អូនបាទត្រូវទៅចូលទៅ step បន្តទៀតបាទអញ្ចឹងបងប្អូនធ្វើការ login បាទ login គឺបងប្អូនគ្រាន់តែបញ្ចូល email បញ្ចូល password ដដែលទៅហើយយក code ពី Gmail មកបំពេញដដែលតែខ្ញុំសូមអធិស្ឋានគឺខ្ញុំសូមធ្វើការបិទខ្ញុំសូមមិនបង្ហាញតសញ្ញាណនៃ Gmail នេះទេបាទប៉ុន្តែគ្រាន់តែបញ្ជាក់កន្លែងហ្នឹងគឺបងប្អូនបញ្ចូល Gmail ដែលបងប្អូនបានបង្កើត password ហើយវានឹងផ្ញើ code ទៅក្នុង Gmail របស់បងប្អូនហើយបងប្អូនធ្វើការយក Gmail បងប្អូនដែលបានបង្កើតជាមួយនឹង account Binance ហ្នឹងយកមកលេខ code ហ្នឹងមកដាក់បញ្ចូលទៅបាទអញ្ចឹងយើងនឹងអាច login បាទ login ចូលទៅក្នុងគណនីទីផ្សារ Binance របស់យើងបានហើយអូខេអញ្ចឹងបន្ទាប់ពីបងប្អូនធ្វើការ login ចូលទៅក្នុងគណនីបងប្អូនបានហើយបាទរឿងជំហានបន្ទាប់ទៀតនោះគឺបងប្អូនត្រូវតែ verify បាទ verify KYC បាទ verify អត្តសញ្ញាណរបស់យើងឲ្យច្បាស់លាស់ថាវាជា account របស់យើងអញ្ចឹងយើងបញ្ចូលគឺ ID card របស់យើងបាទបងប្អូនដែលមាន passport ប្រើ passport ទៅអញ្ចឹងនៅក្នុងនោះគឺយើងត្រូវតែធ្វើការ upload អត្តសញ្ញាណរបស់យើងអត្តសញ្ញាណប័ណ្ណឬក៏ថតភ្លាមៗក៏បានដែរសម្រាប់យើងប្រើលើទូរស័ព្ទដៃបាទ passport ក៏បានអត្តសញ្ញាណប័ណ្ណក៏បានបាទអញ្ចឹងបងប្អូនថតបើតាញ៉ាំបានបងប្អូនថតមុខក្រោយបាទតែកន្លែងនេះខ្ញុំអត់សូមបង្ហាញទេបាទបងប្អូនគ្រាន់តែពេលដែលចូលទៅវាឲ្យយើងថតមុខហើយនឹងក្រោយអញ្ចឹងពេលដែលថតហើយគឺបញ្ចូលបន្តមកទៀតគឺតម្រូវឲ្យបងប្អូន scan មុខរបស់បងប្អូនដើម្បី verify ធ្វើការ review អំពីអត្តសញ្ញាណប័ណ្ណរបស់បងប្អូនជាមួយនឹងមុខរបស់យើងថាអូជាម្ចាស់អត្តសញ្ញាណប័ណ្ណពិតប្រាកដបាទនៃមុខរបស់យើងហ្នឹងដើម្បីឲ្យការយើងបំពេញ Please shake your hand បាទអញ្ចឹងកន្លែងនេះគឺឲ្យយើងងាកឆ្វេងងាកស្ដាំក្បាលរបស់យើងងាកឆ្វេងងាកស្ដាំហើយចុងក្រោយគឺវាឲ្យយើង Please open your mouth អញ្ចឹងយើងបំពេញតាមហ្នឹងទៅដើម្បីឲ្យវា complete ការ scan មុខរបស់យើង Portrait អញ្ចឹងបើសិនជា collection មានជនខិលខូចណាចង់លួចaccount Binance របស់យើងក៏អត់បានដែរដោយសារអីយើងបានបំពេញ KYC ព័ត៌មានផ្ទាល់ខ្លួនរបស់យើងហើយបន្ថែមជាមួយនឹងបាទការ scan មុខរបស់យើងទៀតបាទអញ្ចឹងគឺ scan មុខហើយគឺកាន់តែល្អមកដល់កន្លែងនេះយើង confirm information អញ្ចឹង information របស់យើងតើយើង scan មិញហ្នឹងត្រូវអត់ឈ្មោះរបស់យើងហើយនឹងថ្ងៃខែឆ្នាំកណ្ដាលតែថ្ងៃខែឆ្នាំកណ្ដាលកន្លែងនេះខ្ញុំសូមបិទណាអញ្ចឹងបងប្អូនមើលទៅតាក់ញ៉ាំបានរបស់យើងថ្ងៃខែឆ្នាំកណ្ដាលថ្ងៃណាខែណាឆ្នាំណាបងប្អូនបំពេញឲ្យត្រូវតាមហ្នឹងបើសិនជាករណីវា load មកខុសណាបាទបន្ទាប់មកយើងបំពេញព័ត៌មានទីតាំងរបស់យើងទៅហើយនឹង postal code បន្ទាប់ពីយើងបំពេញហើយវាធ្វើការ review បែបនេះដើម្បីគេ check មើលព័ត៌មានថាតើអត្តសញ្ញាណប័ណ្ណរបស់យើងដែលយើងបានបំពេញឬក៏ passport ហ្នឹងតើវាត្រូវជាមួយនឹងមុខរបស់យើងអត់តើយើងជាម្ចាស់ពិតប្រាកដអត់អញ្ចឹងនៅពេលដែលវា review ទៅវាឃើញថាអូខេត្រឹមត្រូវគឺវានឹង load មកហើយបន្ទាប់មកដល់កន្លែងនេះក៏បងអាច download app បាទ Binance app មកប្រើបាននៅលើទូរស័ព្ទរបស់យើងទាំង iOS ទាំង Android បាទដើម្បីបង្កភាពងាយស្រួលបន្ថែមទៀតឲ្យបងប្អូនប្រើដើម្បីបងប្អូនចង់បើចង់ប្រើចង់អីហ្នឹងគឺវាលឿនបាទងាយស្រួលប្រើបាទអញ្ចឹងខ្ញុំ recommend ឲ្យបងប្អូនប្រើ app ទៅ download ទៅបាទមកលើទូរស័ព្ទរបស់យើងហើយបងប្អូនប្រើវាទៅអញ្ចឹងនៅពេលដែលយើងបាន app ហើយយើងធ្វើការ log in ម្ដងទៀតដើម្បីយើង log in ប្រើនៅលើ app mobile app របស់យើងទៅងាយស្រួលបាទអញ្ចឹងមានអីក្រៅពីបងប្អូនបំពេញអត្តសញ្ញាណដែលយើងបានបង្កើតមិញទេមានអត្តសញ្ញាណប័ណ្ណមាន password ដែលយើងបានបង្កើត account របស់យើងមិញបានជោគជ័យហើយហ្នឹងណាអញ្ចឹងបងប្អូនដាក់វាចូលទៅបាទវាយ password បញ្ចូលទៅហើយយើងធ្វើការចុច next បាទដូចដែលយើងបានបង្កើតហ្នឹងអញ្ចឹងវានឹងផ្ញើកូដបាទទៅ Gmail របស់យើងម្ដងទៀតដើម្បីយើងធ្វើការ confirm បាទយកកូដ Gmail ហ្នឹងមកដាក់ចូលដើម្បីឲ្យការ login របស់យើងនៅលើ app ហ្នឹងជោគជ័យពីព្រោះកាលណាវាផ្ញើកូដទៅថ្នាក់សញ្ញាណប័ណ្ណsorry
cứ nhà code từ email rồi có Gmail này cứ việc cho chiaประពន្ធសម្បត្តិភាពមួយរបស់យើងដែរពីព្រោះវាត្រូវការ verify ថាយើងជាម្ចាស់ Gmail ប្រកបបានយើងអាច log in ចូលបានអូខេអញ្ចឹងយើងធ្វើការ log code របស់ Gmail ចូលទៅអញ្ចឹងបន្ទាប់ពីបងប្អូនធ្វើការ log in ចូលវាបានហើយបាទជំហានបន្ទាប់ដែលបងប្អូនត្រូវតែធ្វើបន្តទៀតបាទនេះគឺជា account Binance របស់យើងដែលយើងបាន log in ចូលហើយណាបាទអញ្ចឹងនៅពេលដែលយើងធ្វើការ check មើលថាតើការ verify របស់យើង complete នៅអញ្ចឹងធ្វើថា refresh មួយសិនរងចាំបន្តិចដើម្បីឲ្យការ review នឹងបានជោគជ័យនឹងនៅពេលដែលវាជោគជ័យមានន័យថាគឺបងប្អូនអាចប្រើវាបាន full មានន័យការ transfer លុយចេញចូលទៅក្នុង Binance របស់យើងគឺបាននៅក្នុងកម្រិតមួយខ្ពស់បាទឥឡូវនេះ account របស់យើងនេះបាន verify ហើយអញ្ចឹងនេះ verify ឃើញ target គឺបញ្ជាក់ថាបាទ 8M USDT daily មានន័យថាគេបញ្ជាក់ថាយើងអាច transfer លុយ USDT នឹងចេញចូលបានរហូតដល់ប្រចាំថ្ងៃហ្នឹងគឺមួយថ្ងៃរហូតដល់$8 លានបាទបើសិនជាការប្រើប្រាស់របស់យើងមានទំហំធំឧទាហរណ៍បងប្អូនមានការជួញដូរធំមានលុយច្រើនបងប្អូនអាចបញ្ចេញបញ្ចូលលុយ USDT យើងក្នុងទំហំមួយធំបាទខ្លាំងមែនតើអញ្ចឹងគឺបង្កមានភាពងាយស្រួលហើយគ្រប់លក្ខខណ្ឌរបស់យើងនៅពេលយើង complete ហើយអញ្ចឹងBinance គឺវាមាននៅក្នុងហ្នឹងគឺមាន function មួយគេហៅ Binance Lite ឬក៏ Binance Pro អញ្ចឹងនៅពេលដែលយើងជាទូទៅនិយមប្រើ Binance Pro បាទពីព្រោះវាជា Binance មួយ professional សម្រាប់យើងនៅក្នុងការប្រើដែលបងប្អូនចង់ trade coin បាទ trade កាក់ហ្នឹងបងប្អូនចង់ទិញលក់កាក់បងប្អូនចង់ធ្វើការ store កាក់ទុកសន្សំកាក់ទុកឬក៏ hold កាក់ទុកហ្នឹងហើយបងប្អូនចង់ធ្វើការមាន USDT បងប្អូនចង់ធ្វើការ exchange ដោះដូរ USDT របស់យើងជាលុយដុល្លារចូលមកក្នុងកុង ABA កុង AC កុងវិញអញ្ចឹងទៅក៏បានដែរបាទកន្លែងនេះគឺខ្ញុំចូល setting ដើម្បីខ្ញុំដូរ currency ឬក៏ payment currency ហ្នឹងមកជាដុល្លារដើម្បីបងប្អូនងាយស្រួលមើលបាទនៅក្នុង setting ហ្នឹងពីព្រោះយើងគិតជាដុល្លារទៅយើងងាយស្រួលរាប់ពីព្រោះដោយសារនៅក្នុងប្រទេសកម្ពុជារបស់យើងជាទូទៅនិយមការរាប់ឬក៏ការប្រើប្រាស់ហ្នឹងយើងគិតជាដុល្លារងាយស្រួលតែបងប្អូនអាចប្រើជាលុយខ្មែរក៏បាន payment currency ហ្នឹងជាលុយខ្មែរជាលុយ euro ជាលុយអីទៅតាមប្រទេសរបស់គេដែលគេចង់ប្រើអញ្ចឹងទៅតែជាទូទៅយើងប្រើដុល្លារងាយស្រួលបាទអញ្ចឹង setting នេះគឺវាអាចឲ្យបងប្អូនចូលទៅមើលបន្ថែមតែមានអីដែលខុសឆ្គងឬត្រូវបន្ថែមតែនេះខ្ញុំគ្រាន់តែចូលទៅទេវាអត់មានអីត្រូវបំពេញទេគឺយើងបានដូរហើយបាទនេះគឺ Binance Pro ចឹងនៅក្នុង Binance Pro គឺបងប្អូនអាចធ្វើការចូលទៅក្នុងទីផ្សារបងប្អូនអាចទិញលក់ coin ទិញកាក់យកទៅ hold ទុកធ្វើការ P2P ដើម្បីបងប្អូនដោះដូរពី USDT យើងមានមកជាលុយដុល្លារបងប្អូនមានលុយដុល្លារបងប្អូនចង់ទិញ USD ទុកដើម្បីទិញកាក់ផ្សេងៗនៅក្នុងហ្នឹងតែកាក់ល្អៗកាក់ដែលយើងគិតថាទួយយើងចង់ទិញសំទុកក្នុងរយៈពេលវែងអញ្ចឹងណាបាទដូចជា Dog Coin ដូចជា Shiba ដូចជា Baby Dog ដូចជា Pepe បាទដូចជាកាក់ TON បាទជាកាក់របស់ Telegram ហ្នឹងសិតតែយើងអាចប្រើវាបានកន្លែងនេះគឺយើងធ្វើការ set up authenticator បាទគឺដើម្បីជាប្រព័ន្ធសុវត្ថិភាពមួយដែលតម្រូវឲ្យយើងត្រូវទៅដាក់តម្រងបាទនៅលើក្នុង Binance អញ្ចឹងកន្លែងនេះគឺយើងអាច scan code របស់វាហើយនឹងវាយបញ្ចូលអា 16DG របស់វាហ្នឹងណា 16DG key តែក្នុងហ្នឹងខ្ញុំក្នុងវីដេអូខ្ញុំបានបិទវាអញ្ចឹងពេលបងប្អូននេះបងប្អូនគ្រាន់តែកន្លែង account name ដាក់ឈ្មោះវាបញ្ជាក់ថានៅក្នុងGoogle Authenticator ហ្នឹងគឺបងប្អូនដាក់ឈ្មោះហ្នឹងគឺ Binance គឺសម្រាប់កូដដែលយើងប្រើជាមួយ Binance បាទអញ្ចឹងយើងយកកូដហ្នឹងមក verify ហើយបងប្អូនចុច enable មានន័យយើងចុចបើកកម្មវិធី Authenticator app ទៅដើម្បីដំណើរការវាដើម្បីវាបញ្ជាក់ពី security ហើយកម្មវិធីនេះគឺពេលដែលបងប្អូនចង់ដកលុយគឺតម្រូវឲ្យបងប្អូនធ្វើការបញ្ចូលកូដនេះទាំង email ហើយទាំង Google Authenticator code នេះដែរដើម្បីបញ្ជាក់ពី security ថាយើងពិតជាម្ចាស់អញ្ចឹងនេះគឺ Binance វាបង្កើត security ឲ្យយើងងាយស្រួលប្រើអញ្ចឹងខ្ញុំលើកទឹកចិត្តបងប្អូនអរគ្នារៀនប្រើវាដើម្បីងាយស្រួលហើយយើងក៏ជាចំណេះដឹងមួយដែលយើងត្រូវរៀនសូត្រដើម្បីយើងប្រើប្រាស់នៅពេលអនាគតហើយយើងអាចទិញកាក់តូចៗល្អៗដើម្បីយើងសំទុកអញ្ចឹងវីដេអូខ្ញុំចែកម្លែកមានតែប៉ុណ្្នឹងទេសង្ឃឹមថាបងប្អូននឹងអាចយល់ដឹងបានច្រើនអរគុណច្រើនជម្រាបលា